តំណាំទាំងអស់ ចា ខ្ញុំមកធ្វើនៅមណ្ឌលគិរីនេះមានតែកាហ្វេទេដែលវាចំណូលបានខ្ពស់ហើយការដាំដុះវាមិនមែនពិបាកអីណាស់ណាទេទីផ្សារល្អទៀតបើយើងងាកមកដាំអាហ្នឹងវិញឃើញចំណូលបានច្រើន ចាក៏គាត់តែគិតក៏ហត់ដែរដល់ហើយគាត់មកដូរមកប្រើកំភ្លើងនេះវិញអូកំភ្លើងនេះកំភ្លើងវិញទៅនេះតាំងពីដាក់អាហ្នឹងមកលឿនហើយយើងចំណេញពេលវេលាមកធ្វើការងារសម្អាតស្មៅសម្អាតដីនៅក្នុងចការយើងនឹងបានទៀត ត្រូវលពូ បាទ លពូ20ហាត់ហ្នឹងដាក់ប្រមាណគ្រឿងដែរកំភ្លើងហ្នឹង កំភ្លើងហ្នឹងវាមានចម្ងាយឆ្ងាយ60ម៉ែត្រហើយនឹង30ម៉ែត្រជាង អូ អញ្ចឹងបើសិនជាប្រើ30ម៉ែត្រជាងនេះគាត់ដាក់បាន3គ្រាប់ក្នុងតំបន់មួយ ចា បាទ3គ្រាប់ហ្នឹងដីទម្រង់4ហាត់នេះគាត់ប្រើពេលតែ2ថ្ងៃឯងហើយ2ថ្ងៃហើយ2ថ្ងៃហ្នឹងគឺដាក់មកឆ្អែតល្មមកាហ្វេចេញបានមកយើងអាចបញ្ជាទឹកបានទៅតាមកម្រិតដែលយើងចង់បានសំណើមដីប៉ុន្មានដែលយើងគ្រប់គ្រាន់នឹងឲ្យកាហ្វេចេញគឺយើងដាក់មកអែមមកចាបាទអញ្ចឹងកាហ្វេឆ្នាំហ្នឹងគឺចេញស្រស់មែនតើបើសិនជាមកចំពេលផ្ការីកវិញស្អាតណាស់ការឡើងសសពង តែនេះវារីកហើយហើយ រីកហើយក្តាប់ហើយ ចាប់5ក្តាប់ហើយប៉ុន្តែក្រោយតែពីយើងប្រើកំភ្លើងហ្នឹងទៅគឺវាចេញមកគឺស្មើគ្នាល្អស្មើនេះលពូតាមខ្ញុំមើលទៅវាស្រោចដូចទឹកភ្លៀងពូណាវាសតទាំងអស់ហើយបើតាមពូដើមមើល សមនិយាយទៅក្នុងបរិវេណកានហ្នឹងគឺទឹកវាស្មើគ្នាទាំងអស់តាំងពីចុងកានដល់គល់កាភ្លើងសពស្មើ លពូបើតាមអីដែលពូមើលឃើញណាវាជួយទី1គឺពេលវេលាពេលវេលាលពូបានច្រើនណាយើងបាញ់ទុកចោលទៅលពូអាចមើលថែដើមកាហ្វេទាំងអស់ហ្នឹងទៅតែមួយទៀតលពូបើគិតពីកាត់បន្ថយកម្លាំងពលកម្មបានប្រហែលអ្នកដែរបើនិយាយពេលនៅក្នុងតំបន់មួយគ្នា2នាក់យើងស្រោចដី4ហាត់រហូតដល់15ថ្ងៃចាតែដល់មកប្រើកានយើងប្រើតែ2ថ្ងៃហើយប្រើតែមនុស្សម្នាក់រៀបក៏បានដែរអញ្ចឹងម្នាក់ទៀតសល់ពេលវេលាអាចគាត់ទៅសម្អាតនៅក្នុងចំការហ្នឹងស្អាតអញ្ចឹងចំការយើងឃើញស្អាតជាងមុនបាទកាលមុនបើអ្នកគ្រូចូលមកអញ្ចឹងពេលដាក់ទឹកស្មៅត្រឹមណាស់ឡើងលិចកាហ្វេបាត់ដោយសារគេរវល់តែស្រោចអញ្ចឹងពេលដែលយើងសម្អាតនៅបរិវេណចំការយើងបានទឹកក៏គ្រប់គ្រាន់កាហ្វេក៏ល្អសប្បាយចិត្តដែរចាក្រៅពីចំណេញកម្លាំងពលកម្មទាំងពេលវេលាជួបពាក់ព័ន្ធនឹងទឹកយើងប្រើចំណេញអត់ទឹកបើយើងនិយាយទៅมันជាចុះឲ្យណាស់ដោយសារលបាយសាច់របស់កានគឺស្មើទាំងអស់มันជាខ្ជះខ្ជាយទឹកអីណាស់ទេមួយទៀតខ្ញុំសម្គាល់ឃើញថាពេលប្រើកានធ្វើឲ្យដំណាំយើងអត់សូវជាមានបញ្ហាខ្លោចស្លឹកឈួលដីនៅសម្ងួតជុំវិញហ្នឹងឯងដោយសារវាសើមស្មើបាទពេលណាសើមស្មើដីហ្នឹងវាត្រជាក់ទាំងអស់អញ្ចឹងវាធ្វើឲ្យដំណាំយើងអត់ឈួលធ្វើឲ្យកាហ្វេយើងចេញផ្កាបានស្រស់ល្អហើយថ្លោហើយវែងទៀតចាចុះលពូពាក់ព័ន្ធជាមួយនឹងល្បឿននៃការបាញ់គឺថាទទួលយកបានទេមើលសម្រាប់ខ្ញុំវាល្អមែនតើហ្មងដោយសារអីគេដោយសារខ្ញុំធ្លាប់ហត់ជាមួយនឹងស្រោចបាទពេលទទួលបានអាហ្នឹងមកគាត់ថាវាល្អណាស់មិនដឹងនិយាយថាម៉េចទេបាទហើយបញ្ជាបានតាមការកំណត់ចំណេញដល់ពេលវេលាធ្វើការផ្សេងយើងអីដែលថាមិនល្អបើឈរស្រោចឡើងរឹងកពួនជើងមួយថ្ងៃវល់លេខតម្រាំដល់ជុំវិញអ្វីដែលពិសេសគឺរៀបចំម្ដងប្រើបានច្រើនឆ្នាំបាទកាភ្លើងនឹងមិនតិចឆ្នាំទេលោកពូប្រើទៅស្រួលទៅដល់វគ្គកាហ្វេនេះឡើងដល់20ឆ្នាំក៏វាមិនទាន់ទៅណាផងទៅពីមុនមកឬសូគេថាប្រើកានស្រួលហ្នឹងអត់ដែលដឹងថាគេប្រើមិនទេធ្លាប់មើលតាមវីដេអូរូបភាពរបស់គេចេះគិតហ្នឹងក៏អាហ្នឹងពេលបាញ់ទៅតិចវាស្ទះមួយសម្រាមទៅតិចវាពិបាករៀបទៅតិចយើងអត់ចេះពីវាដល់ពេលខាងលោកគ្រូគាត់មកបរៀនធ្វើនេះងាយយល់អត់មានអីពិបាកហើយឧបករណ៍គាត់ងាយទេដាក់ទៅរៀបតែជើងអត់ហ្នឹងបាញ់មកអែមមកជើងខាងពីដាទិញទាំងកំភ្លើងយកទាំងសេវាកម្មរៀបចំមកចប់មកបាទអ្នកគ្រូចឹងសម្រាប់បងប្អូនដែលជាម្ចាស់ចការចង់បានប្រព័ន្ធទឹកស្រោចស្រពដែលល្អហើយងាយស្រួលកាត់បន្ថយពេលវេលាកាត់បន្ថយទាំងកម្លាំងពលកម្មបងប្អូនអាចទំនាក់ទំនងទៅក្រុមហ៊ុន Gain បានឬក៏អាចប្រឹក្សាជាមុនសិនក៏បានដែរបងប្អូនសួរនាំដូចលពូណាសួរនាំសិនទៅឲ្យអស់ពីចង្អុលបងប្អូនចាំសម្រេចចិត្តតាមក្រោយចឹងបើសិនបងប្អូនមានចំណាប់អារម្មណ៍អាចទំនាក់ទំនងទៅក្រុមហ៊ុន Gain តាមរយៈលេខទូរស័ព្ទដែលខ្ញុំមានដាក់នៅក្នុង comment ខាងក្រោមវីដេអូនេះជួបខ្ញុំធូរ៉ានៅវីដេអូក្រោយចា៎